សួស្តីក៏ដូចជាជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតនៅក្នុងវីដេអូថ្មីហើយវីដេអូនេះគឺជាវីដេអូទី4ហើយអ្នកនរគ្នាបាទតពីភាគ3អញ្ចឹងវីដេអូនេះគឺយើងមកដល់កន្លែងតោ2ហើយគឺរូបតំណាងកំពង់សោមហ្នឹងឯងអញ្ចឹងវីដេអូនេះគឺដល់វគ្គពិសេសរបស់យើងហើយគឺដល់មាត់សមុទ្រដែលយើងដល់កន្លែងទៅលេងមាត់សមុទ្រអញ្ចឹងនេះគឺយើងមកដល់ហើយមាត់សមុទ្រប៉ុន្តែយើងអត់បានឈប់នៅនឹងទេគឺយើងទៅរកកន្លែងណាដែលមើលទៅគួរឲ្យចង់អង្គុយគុណគួរឲ្យចង់អង្គុយនៅដល់ពេលដល់មាត់សមុទ្រហើយក៏យើងបន្តដំណើរទៅមុខទៀតព្រោះយើងអត់ទាន់ឈប់ឡើយហ្នឹងទេហើយនេះយើងមកដល់តែនគៀកចិត្តដល់កន្លែងឈប់អីប៉ុន្តែយើងអត់ឈប់នៅកន្លែងនេះទេយើងទៅឈប់នៅមុខនោះដោយសារខ្ញុំទៅតាមបងទេអញ្ចឹងបងក៏អ្នកស្គាល់កន្លែងអ្នកដឹងកន្លែងណាដែលយើងនៅសប្បាយណាកន្លែងណាដែលយើងមានគិតគៀកប្រពទឹកស្រួលយើងងូតទឹកសមុទ្រហើយយើងមកជំរះខ្លួនអញ្ចឹងហើយមើលទៅតាមឆ្នេរទៅគឺស្រស់ស្អាតខ្លាំងមែនទែននេះហើយគឺឆ្នេរនៅកំពង់សោមហ្នឹងឯងប៉ុន្តែខ្ញុំអត់បានឈប់នៅគៀកហ្នឹងទេព្រោះខ្ញុំជិះទៅដូចយើងឆ្ងាយគួរសមដែរដោយសារតែទៅកន្លែងនោះទៅយើងចេញពីនោះយើងមានកន្លែងដើរលេងបន្ថែមទៀតអញ្ចឹងណាអញ្ចឹងយើងក៏សម្រេចចិត្តថាទៅកន្លែងដែលបងគាត់មានកម្រងទៅនឹងក៏ស្គាល់ក៏នាំទៅតែម្ដងហើយនៅពេលហ្នឹងគឺយើងចេញពីកន្លែងញ៉ាំអីញ៉ាំកាទៀវហ្នឹងគឺយើងបន្តមកទីនឹងតែម្ដងព្រោះពេលហ្នឹងមកដល់យើងថ្ងៃដែរហើយអ្នកនរគ្នាខ្ទង់ម៉ោង10ជាងអី11ជាងអីបន្ទាប់ពីជិះឡានមកសបកមកគឺយើងមកដល់ហើយទីតាំងដែលយើងត្រូវឈប់ចុះទៅហ្នឹងគឺនៅយើងឆ្ងាយអ្នកនរគ្នាឆ្នេរសមុទ្រហ្នឹងមាត់សមុទ្រហ្នឹងគឺនៅឆ្ងាយពីផ្លូវធំមែនទេមិនមែនជាបញ្ហាទេព្រោះយើងទៅហ្នឹងគឺយើងទុកឡាននៅមុខហ្នឹងអត់អីទេគឺយើងមានគេមើលឲ្យអញ្ចឹងណាហើយនេះយើងចាប់ផ្ដើមយកអីវ៉ាន់យកអីមកមាត់សមុទ្រអីមើលទៅគឺស្រស់ស្អាតខ្លាំងមែនទេទី1ឯងដែលខ្ញុំបានទៅជុំមួយបងហើយយើងអត់ដែរទៅតាមមាត់សមុទ្រនេះទេព្រោះខ្ញុំធ្លាប់ទៅតែកពតតែដល់ពេលកំពង់សោមនេះទេសភាពស្អាតខ្លាំងជាងកពតទៀតនេះគឺយើងរៀបចំញ៉ាំអីបន្ថែមអីព្រោះយើងទៅហ្នឹងគឺចេញពីកន្លែងញ៉ាំអីហ្នឹងមកដល់នេះគឺយើងត្រូវរៀបចំញ៉ាំទៀតហើយព្រោះដោយសារញ៉ាំហ្នឹងញ៉ាំទ្របពោះទេដល់ពេលឥឡូវនេះយើងចាប់ផ្ដើមញ៉ាំពេលថ្ងៃត្រង់អញ្ចឹងណាព្រោះពេលហ្នឹងក៏ពេលយើងសៀលជ្រេដែរដូចដែលបានឃើញយើងក៏ញ៉ាំហើយយើងក៏ចុះទៅលេងទឹកលេងអីតាមធម្មតាដែលយើងអត់ធ្លាប់ទៅលេងហ្នឹងចឹងដល់ទឹកសមុទ្រហ្នឹងប្រៃដូចគេនិយាយមែនអត់បាទគឺប្រៃមែនហើយបន្ទាប់ពីយើងញ៉ាំអីហើយយើងក៏ចុះទៅលេងទឹកសមុទ្រអញ្ចឹងទៅបាទផ្លាស់ប្ដូរខោអាវទៅលេងទឹកសមុទ្រអញ្ចឹងទៅនេះចាប់ផ្ដើមលេងសប្បាយខ្លាំងបាទមានបងប្រុសម្នាក់ហ្នឹងគឺគាត់អត់សូវចូលចិត្តទឹកសមុទ្រទេអញ្ចឹងធ្វើបាបគាត់បន្តិចបាទចាប់គាត់ជាមួយផងអីផងលេងដល់ពេលហើយគាត់អស់កម្លាំងតិចមានការញ៉ាំអីតិចតួចចឹងទៅយើងស្រឿងហើយដល់ពេលទៅចាប់គាត់លើកផងអីផងចឹងគាត់នឹងចង់សើអីបាទមើលតែទឹកមុខទៅនៅពេលដែលគេប្រឡែងមកគឺអស់កម្លាំងលីងសប្បាយចិត្តនៅពេលដែលរើរួចនៅពេលគេលែងមកអញ្ចឹងទៅបាទដោយសារតែគាត់អត់សូវស្រួលខ្លួនផងអញ្ចឹងនៅពេលដែលគេលេងចាប់ហើយគាត់ឡើងមកវិញគឺនៅអស់កម្លាំងទៅទុនអញ្ចឹងទៅព្រោះដោយសារគាត់ញ៉ាំសង្វឹងមកបន្ទាប់ពីហ្នឹងមកគឺដេកស្អាតបាទបន្ទាប់ពីដេកស្អាតហើយមានអីទៀតប៉ុណ្្នឹងឯងហើយបន្ទាប់មកគឺយើងញ៉ាំខ្ចប់ហើយយើងក៏ខ្ចប់វិចសម្រាមគឺយើងអត់ចោលនៅហ្នឹងទេយើងយកទៅចោលនៅខាងមុខនឹងកន្លែងដែលយើងចតឡានហ្នឹងអ្នកទាំងគ្នាគឺមានធុងសម្រាមសម្រាប់ឲ្យយើងចោលសម្រាមនៅហ្នឹងអញ្ចឹងនៅពេលដែលយើងញ៉ាំចប់ញ៉ាំអីហើយយើងក៏ប្រមូលសម្រាមប្រមូលអីហ្នឹងយកទៅចោលនៅខាងមុខមានធុងសម្រាប់នៅមុខយើងអាចចោលនៅនឹងបានទេបាទយើងជួយថែរក្សាបរិស្ថានមាត់សមុទ្រទាំងអស់គ្នានៅពេលដែលអ្នកទៅក្រោយគាត់ទៅលេងទេគឺឃើញស្រស់ស្អាតអញ្ចឹងបាទមិញប្រុសស្អាតរបស់យើងបន្ទាប់ពីគាត់ងើបពីគេងមកគឺរនំរផ្លែឈើអីញ៉ាំបន្ថែមដើម្បីឲ្យមានកម្លាំងមកវិញហើយនេះគឺយើងទៅជំនះខ្លួនអ្នកទាំងអស់គ្នាព្រោះយើងមួយទឹកសមុទ្រគឺ skip ខ្លួនមែនតើហើយបើទុកយូរអាចនឹងលំមាស់នឹងអីចឹងទៅអញ្ចឹងយើងក៏ដើរមកបន្ទប់ទឹកដើម្បីសម្អាតទឹកស្អាតទឹកសាបវិញអញ្ចឹងណាហើយខ្ញុំដើរមកពីនោះខ្ទង់100ម៉ែត្រជាងទៅ200ម៉ែត្រអ្នកគ្នាមកដល់បន្ទប់ទឹកហ្នឹងហើយបន្ទប់ទឹកនេះគឺយើងងូតជំនះខ្លួនទៅអត់មានគិតលុយគិតអីទេយើងយកតែអាវរបស់យើងយកតែផ្លាស់ទៅហើយត្រឡប់មកវិញគឺយើងនៅអង្គុយលេងទៀតអត់តន់ត្រឡប់ទៅវិញភ្លាមទេអង្គុយឲ្យស្រស់ស្រាយខ្លួនសិនអញ្ចឹងណាហើយនេះខ្ញុំឃើញត្រីវាងាប់មិនដែលមកហើយនេះយើងចាប់ផ្ដើមរៀបចំអីវ៉ាន់ដើម្បីត្រឡប់ទៅវិញហើយមិនភ្លេចទេគឺសម្រាប់មកយើងហ្នឹងគឺត្រូវតែយួរទៅតែម្ដងអត់អាចទុកចោលនៅទីហ្នឹងបានទេអញ្ចឹងនេះយើងប្រមូលទៅហើយយើងទៅហ្នឹងក៏អត់តន់ត្រឡប់ទៅផ្ទះវិញភ្លាមដែរអ្នកទាំងអស់គ្នាគឺត្រូវទៅលេងនៅមួយកន្លែងទៀតហើយនេះដូចជាខ្ញុំបាននិយាយអញ្ចឹងគឺយកសម្រាប់មកចោលនៅធុងសម្រាប់នេះឯងយើងអាចទុកចោលនៅឆ្នេរសមុទ្រហ្នឹងបានទេព្រោះធ្វើឲ្យបរិស្ថានយើងអត់ល្អវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងហើយចាំទស្សនាវីដេអូភាពបញ្ចប់អរគុណ